រឿងរ៉ាវកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីអ្នករំម្នាក់ត្រូវបានឲ្យធ្លាក់មកលើរងរបួសរហូតដល់ត្រូវចូលមន្ទីរពេទ្យហើយអ្នករំម្នាក់ទៀតក៏មានអាការៈរឹតបន្តឹងជាបន្តបន្ទាប់ហើយនៅតែមានអាការៈភ្ញាក់ផ្អើលជានិច្ចពេលខ្លះក៏សាច់ឡើងឬមើលមនុស្សផ្សេងដោយភ្នែកគួរឲ្យខ្លាចពេលនាំទៅពិនិត្យក៏រកមូលហេតុមិនឃើញហើយអ្វីដែលធ្វើឲ្យអ្នកនាងផាខ្លាចខ្លាំងបំផុតគឺអ្នករំម្នាក់បានសុបិនអាក្រក់រហូតដល់ស្រែកឡើងកណ្ដាលយប់ពេលអ្នកនាងផាវីទៅមើលក៏ឃើញថាលើរាងកាយរបស់អ្នករំនោះពោពេញដោយស្នាមក្រញូងជ្រៅជាបណ្ដោយហើយមានឈាមហូរចេញក្រៅពីនេះនៅក្បាលលោកក៏មានស្នាមក្រហមដូចជាត្រូវបានច្របាច់ពេលបានលួងលោមគ្នាដល់ស្មុបរួចអ្នករំនោះក៏បានប្រាប់ថាបានសុបិនឃើញអ្នករំចាស់ម្នាក់